សួស្តីបងប្អូនថ្ងៃនេះនាំបងប្អូនមើលកូនដំណាំខ្ញុំបន្តិចចាខ្ញុំប្រើដីបណ្ដុះដែលស្រាលនិងរក្សាសំណើមបានល្អដីដែលល្អវាជួយឲ្យគ្រាប់ពូជដែលយើងបណ្ដុះទៅនោះគឺដុះបានស្មើល្អនិងឫសរឹងមាំបើបងប្អូនចង់ឲ្យកូនបន្លែរបស់យើងលូតលាស់ល្អការជ្រើសរើសដីបណ្ដុះដែលល្អពិតជាសំខាន់សម្រាប់ការដាំដុះព្រោះដោយសារតែយើងមានគ្រាប់ពូជល្អហើយតែដីបណ្ដុះយើងអត់ល្អការបណ្ដុះចេញមកក៏សុខភាពកូនដំណាំរបស់យើងក៏អត់ល្អដែរហើយពេលណាដែលសុខភាពកូនបន្លែរបស់យើងពីតូចទៅវាអត់ល្អហើយការដាំដុះរបស់យើងនឹងជួបបញ្ហាកាន់តែច្រើនអញ្ចឹងបងប្អូនមានតម្រូវការនិងត្រូវការចាដីបណ្ដុះដែលល្អអាចតាក់ទងមកខាងមិត្តកសិករបាន